ខ្ញុំកំពុងតែដើរហាត់ប្រាណចាម៉ោង5ទៀតភ្លឺនៅភ្នំពេញយ៉ាងហ្នឹងចានៅក្នុងបរិយាពេញហួតបឹងស្នោគឺប្រតិភាពនៅពេលព្រឹកគឺស្ងាត់គួរសមនៅលើសួននិងលើដងផ្លូវគឺមានមនុស្សម្នានៅតិចតួចនៅឡើយទេតែនៅពេលព្រឹកម៉ោង8ម៉ោងអីហ្នឹង7 8ហ្នឹងគឺបងប្អូនយើងច្រើនចាចេញធ្វើដំណើរទៅធ្វើការឬក៏អ្នកខ្លះគាត់ទៅដើរកម្សាន្តអីចឹងហើយនឹងបន្តនៅហាត់ប្រាណនៅលើសួនសាធារណៈច្រើនចាដោយសារថាថ្ងៃនេះគឺជាថ្ងៃសៅរ៍ចុងសប្តាហ៍បងប្អូនចាចឹងពេលព្រឹកស្ងប់ស្ងាត់ដើរជាក់ស្រួលខ្លួនខ្ញុំថតរៀងរង្គើដោយសារខ្ញុំដើរអត់មានដងកាមេរ៉ាទេហើយនៅក្នុងបរិយាពេញហួតនេះគឺកម្រងមានជាបន្តចាស្អាតគួរចង់រស់នៅហើយមានហេដ្ឋារចនាសម្ព័ន្ធល្អប្រណិតបម្រើគ្រប់វិស័យទាំងអស់ចាវិស័យអប់រំមានសាលារៀនទំនើបសាលាអន្តរជាតិច្រើនកន្លែង2ទៅ3ទៅ4សាលាក្នុងបរិយាមានហាងប្រេនល្បីមានសួនកម្សាន្តធំមានក្លឹបកីឡាចាមានកីឡាគ្រប់ប្រភេទកីឡាហែលទឹកកីឡាបាល់ទាត់ឡានប្រណាំងអីនោះមានទីលានសັບគ្រប់តែយ៉ាងហើយផ្លូវចេះតែបែកទៅបង្រើទៅផ្លូវចាក់ទៅវែងឆ្ងាយដែរមានការ៉ាស់ឡានមានសក្តានុពលហាងម្ហូបអាហារសក្តានុពលបរិយាកាសនៅទីនេះក៏សុខសុវត្ថិភាពគឺច្បាស់តែយើងត្រូវចំណាយបង់ថ្លៃសេវាគ្រប់គ្រងប្រចាំខែក៏ពិតមែនប៉ុន្តែយើងមានអារម្មណ៍ថាសុខសុវត្ថិភាពក៏មានសន្តិសុខបរិយាគាត់តែងតែដើរឬជិះម៉ូតូជិះកង់ល្បាតតាមដងផ្លូវមុខផ្ទះយើងហ្នឹងហើយចំណាយក្នុងការបង់ថ្លៃសេវាគ្រប់គ្រងប្រចាំខែហ្នឹងគឺបេះទៅតាមប្រភេទផ្ទះទំហំផ្ទះរបស់យើងចាដោយខ្ញុំជាប្រភេទផ្ទះឆក់ហើយយើងផ្ទះតូចនេះតែល្វែងអញ្ចឹងខ្ញុំបង់មួយខែតែ
$20ទេចាហើយគេមានសេវាថែទាំគេមានការបោះសម្អាតតាមដងផ្លូវមុខផ្ទះយើងទៅចាយើងអ្នកធ្វើការព្រលឹមចាញ់ព្រលឹមចូលអត់មានពេលបោះមុខផ្ទះស្អាតបាតហ្មងស្លឹកឈើជ្រុះមកអញ្ចឹងណាចាំនៅក្នុងផ្ទះក្រៅផ្ទះយើងដល់ពេលមុខផ្ទះយើងបោះបន្តិចដល់ពេលយើងទៅបាត់ស្លឹកឈើជ្រុះទៅគឺអ្នកបោះសម្អាតឲ្យយើងហើយមានក្រុមហ៊ុនប្រមូលសម្រាប់មកប្រមូលដាក់ទៀងទៅចាំបាច់ភ័យព្រួយថាគេអ្នកប្រមូលហ្នឹងគេរុះរើកកកកាយអីអត់ទេគឺសន្តិសុខក៏តាមអមជាមួយនឹងកម្មករប្រមូលសម្រាប់នោះរហូតចាអញ្ចឹងយើងនៅនេះស្រួលដែរកម្មករក៏ចូលមកប្រមូលសម្រាប់ខ្ញុំចង្កេតឃើញថាតាមផ្ទះនីមួយៗគឺគាត់រៀបចំបិទកន្លែងសម្រាប់ផ្ទះបាយគឺបិទឲ្យនៅតែមានការបញ្ចូលគ្នាខ្លះទៅសម្រាប់ដែលរឹងនិងសម្រាប់ដែលអាចយកទៅលក់វិញបានអីចឹងណាគឺគាត់ដូចតែខ្ញុំអីចឹងគឺយើងដាក់បិទកន្លែងដើម្បីមានភាពងាយស្រួលដល់បងប្អូនកម្មករប្រមូលសម្រាប់ហ្នឹងគាត់អាចងាយភ្លាមបានហ្មងគាត់លើកដាក់ឡានអាណាត្រូវកាន់គៀបចូលក្នុងឡានតម្រាំហ្នឹងគឺគាត់ដាក់អាណាដែលមានតម្លៃអាចលក់ចេញបានគាត់ដាក់តម្លៃបានភ្លាមលើដបឡានសម្រាប់របស់គាត់នឹងអីចឹងទៅអូដើរលេងមិនភ្លឺមកផ្លូវធំចាជាផ្លូវកង់និងផ្លូវថ្មើរជើងចាអញ្ចឹងមានភាពងាយស្រួលមែនតើអត់បារម្ភទេហើយឥឡូវគឺយើងនៅតាមផ្លូវឃើញបរិយក៏ដាក់ផ្លាកសញ្ញាចាដាក់ផ្លាកសញ្ញាប្រាប់ទីតាំងប្រាប់ទិសអីបានស្រួលសម្រាប់អ្នកចំណូលថ្មីដែលគាត់មកក៏ត្រូវការទីតាំងនេះគឺគាត់ងាយស្រួលមិនត្រឹមតែដាក់ផ្លាកនៅលើផ្ទះនោះតាមផ្លូវតូចទេនៅផ្លូវធំគឺដាក់ទៀតហ្នឹងចាអរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតជំរាបលា